Vivo X 300 Pro នេះគឺជារូបរាង Vivo X 300 Pro ដែលបានមកដល់ខ្ទមស្រែអញ្ចឹងខ្ញុំនឹងថតលម្អិតជូនពីការ design ជាមួយនឹងរូបរាងទាំងអស់ហ្មង Vivo ឆ្នាំនេះគឺគេប្រើប្រាស់អេក្រង់រាបស្មើកាមេរ៉ាក្រោយគឺ periscope របស់គេគឺ200 megapixel lens ultra wide ជាមួយនឹង lens co គឺទំហំ50 megapixel ដូចគ្នាទាំងអស់កាមេរ៉ាក្រោយរបស់គេមិនខ្ទាបប៉ុន្មានទេកម្ពស់ដូចជាខ្ពស់ដែរអញ្ចឹង lens ធំតតែដាក់សូមមានខ្ពស់ទើបអាចបង្កប់ចូលបាន lens ធំគុណភាពថតក៏ល្អដែរយើងទៅមើលរូបរាងខាងក្រោយអេក្រង់រាបស្មើគឺគេប្រើ Vivo មាន logo Vivo នៅខាងក្រោយតួរបស់គេគឺគេឈូសរាបស្មើប៉ុន្តែគេប្រើទឹកថ្នាំរៀងគ្រើមខាងក្រោមរបស់គេគឺមាន speaker រុន USB-C សម្រាប់សាកថ្មជាមួយនឹងបញ្ចូលចាក់ស៊ីខាងគេនេះគឺគេបានបង្កើតថ្មីមួយដូចទៅលើ iPhone ដែរ iPhone គេហៅថាប៊ូតុង action ប៉ុន្តែ Vivo អត់ដឹងគេប្រើភាសាបច្ចេកទេសជាប៊ូតុងខាងឆ្វេងគឺមានប៊ូតុង power ជាមួយនឹងប៊ូតុងតម្លើងសំឡេងនិងបន្ថយសំឡេងសម្រាប់អេក្រង់ខាងមុខរបស់គេគឺប្រើបែបរាបស្មើដែលមានគែមស្ដើងមែនតើកាមេរ៉ាខាងមុខមានតែមួយគ្រាប់ទេកន្លែងនេះគឺខ្ញុំពេញចិត្តខ្លាំងព្រោះអេក្រង់រាបស្មើទៅបាទស្រួលបិទ screen ស្រួលថែយើងមាន screen ប្រើប្រាស់ពេលដែលធ្លាក់ពេលដែលប៉ះទង្គិចអីក៏វាអាចជួយយើងម្ដងមកការដែរតែបើអត់មាន screen ការពារបើធ្លាក់ទៅប្រកាសជាបែកហើយអញ្ចឹងនេះគឺជារូបរាងលម្អិតរបស់ Vivo X 300 Pro បងចំណាប់អារម្មណ៍អាចតាក់ទងមកខ្ទមស្រែបាន